រឿងចង្កូតនៃវាសនាមើលទៅទឹកដែលបោកបក់នឹងផ្ទាំងថ្មឬសូរក្រាំងៗធ្វើឲ្យចិត្តកម្លោះម្នាក់ដែលនៅទីនោះមានអារម្មណ៍អណ្ដែតអណ្ដូងគិតដល់ជីវិតរបស់ខ្លួនដែលរស់នៅដោយគ្មានទិសដៅក្នុងជីវិតហាក់ដូចជាអស់សង្ឃឹមនឹងរឿងជាច្រើនមែនហើយកម្លោះនោះពិតជាពិបាកចិត្តនឹងបញ្ហាការងារយ៉ាងស្មុគស្មាញដោយក្តីអស់សង្ឃឹមនោះប្រៀបដូចជានាវាដែលអត់ចង្កូតដែលអណ្ដែតនៅលើមហាសមុទ្រដ៏ធំល្វឹងល្វើយរកកោះត្រើយមិនឃើញកម្លោះនោះមានឈ្មោះថាមករាដែលមានវ័យ33ឆ្នាំទៅហើយតែការងារដែលគេរកបានក៏ចេះតែរសាទៅដោយគ្មានថ្ងៃត្រឡប់ពីមុនមករាជាក្មេងដែលកើតនៅក្នុងត្រកូលអភិជនជាន់ខ្ពស់ដែលឪពុករបស់គេជាអ្នកចំនួនខាងអចលនទ្រព្យម្ដាយរបស់គេជាអ្នកទស្សនវិទូដ៏ល្បីល្បាញម្នាក់ផងដែរក្រោយមកនៅពេលដែលមករាមានអាយុ15ឆ្នាំម្ដាយរបស់គេក៏បានស្លាប់ដោយសារជំងឺធ្ងន់ធ្ងរដែលមិនអាចព្យាបាលឬទប់ស្កាត់បានក្រោយមកទៀតឪពុករបស់គេក៏លែងខ្វល់ខ្វាយនឹងគេទុកឲ្យគេដែលជាកូននៅឯកាតែឯងហើយធ្វើឲ្យមករាមានអារម្មណ៍ថាខ្ជិលសិក្សារៀនសូត្រដែលអាងទ្រព្យសម្បត្តិរបស់ឪពុកម្ដាយគេមានរាប់មិនអស់ហើយនៅពេលនោះគេបានគិតថារៀនបើរៀនគេគ្រប់គ្នារៀនដើម្បីរកលុយប៉ុន្តែបើយើងមានលុយកាក់ចាយលែងអស់ហើយទៅរៀនបានប្រយោជន៍អ្វីនាំតែរវល់ឥតប្រយោជន៍ដោយគិតដូច្នោះឪពុករបស់គេមិនបានដឹងថាកូនរបស់គេលែងយកចិត្តទុកដាក់នឹងការសិក្សារៀនសូត្រទៀតដែរហើយប្រព្រឹត្តខ្លួនបែបនេះជារឿយៗមិនយូរប៉ុន្មានមករាក៏បានក្លាយទៅជាក្មេងទំនើងពេញសិទ្ធដែលដើរលេងផឹកស៊ីកាប់ចាក់ជាមួយនឹងមិត្តភ័ក្តិពីលទាំងនោះហើយមិនយូរប៉ុន្មានរយៈពេលកន្លងទៅជាយ៉ាងលឿននៅពេលដែលមករាមានអាយុ26ឆ្នាំឪពុករបស់គេបានប្រគល់ទ្រព្យសម្បត្តិនិងផ្ទេរតំណែងឲ្យទៅគេជាអ្នកគ្រប់គ្រងប៉ុន្តែប៉ុន្មានឆ្នាំដែលឪពុករបស់គេបានផ្ដល់ជំនួញឲ្យគេជួញគឺឪពុករបស់គេគឺជាអ្នកនៅខាងក្រោយខ្នងរបស់គេចាំជួយជ្រោមជ្រែងគេជានិច្ចមួយរយៈពេលក្រោយមកឪពុករបស់គេបានចែកឋានទៅគេក៏គ្មានទីពឹងហើយមិនចេះរៀនអំពីឪពុកកាលពីនៅរស់និងមិនចេះរៀនពីអ្នកនៅជុំវិញខ្លួនដែលធ្វើឲ្យគេមិនអាចគ្រប់គ្រងអចលនទ្រព្យទាំងនោះបានគេបានយកទ្រព្យសម្បត្តិទាំងនោះទៅលក់បញ្ចាំលេងល្បែងភ្នាល់រហូតដល់ចាញ់អស់ដីអស់ធ្លីដែលនៅសល់តែសម្បកខ្លួនដូចនេះហើយគេបានចង់មកបញ្ចប់ជីវិតនៅទឹកសមុទ្រនោះប៉ុន្តែវាសនាមិនចង់ឲ្យគេស្លាប់ងាយងាយនោះទេនៅពេលដែលគាត់បំរុងនឹងលោតចូលទៅក្នុងទឹកហើយស្រាប់តែមានបុរសចំណាស់ម្នាក់ដែលមានវ័យប្រហែលជា50ឆ្នាំឃាត់ដំណើររបស់គេដោយទឹកមុខម៉ឺងម៉ាត់ហើយនិយាយមកកាន់មករាជាលើកដំបូងថាក្មួយប្រុសមានបញ្ហាអ្វីក្នុងចិត្តអាចប្រាប់អ៊ំបានណាក្មួយនៅពេលនោះមករាប្រាប់ថាខ្ញុំចង់បញ្ចប់ជីវិតនៅទីនេះក្រោយពេលអ៊ំប្រុសនោះឮដូច្នេះក៏សួរអំពីបញ្ហាដែលជួបប្រទះថាលោកក្មួយតើបញ្ហានោះធំប៉ុណ្ណាប្រាប់អ៊ំមកអ៊ំអាចរកដំណោះស្រាយបានមករារៀបរាប់ទាំងអស់គ្មានលាក់លៀមចន្លោះត្រង់ណាក្រោយពេលអ៊ំប្រុសបានឮរឿងរ៉ាវសពគ្រប់ហើយគាត់បានផ្ដល់ជាដំបូន្មានដ៏មានតម្លៃមកកាន់មករាថាគ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយត្រូវហ៊ានប្រឈមមុខនឹងបញ្ហាសពគ្រប់បែបយ៉ាងទើបយើងក្លាយទៅជាអ្នកឈ្នះដ៏ពិតប្រាកដរាបានសួរលោកអ៊ំនោះថាលោកអ៊ំតើខ្ញុំអាចសុំរៀនអំពីលោកអ៊ំបានដែរឬទេអ៊ំបានឆ្លើយថាមនុស្សយើងសំខាន់បំផុតគឺការចេះដឹងទើបធ្វើឲ្យយើងមិនងាយចាញ់បោកគេក្រោយគេបានស្ដាប់ពាក្យទូន្មានដ៏មានតម្លៃរួចមក
ក្រាក៏ចាប់ផ្ដើមអនុវត្តនៅមេរៀនដែលបានរៀននៅសាលាខ្លះនិងមេរៀនដែលបានរៀននៅជាមួយនឹងលោកអ៊ំម្នាក់នោះខ្លះដែលធ្វើឲ្យគេអាចរកប្រាក់ចំណូលដំបូងបង្អស់នៃអាយុ33ឆ្នាំគាត់ពិតជាមានចិត្តត្រេកអរនឹងអ្វីដែលគាត់បានខំប្រឹងជាការពិតភាពរំភើបរបស់គេមិនបានធ្វើឲ្យគេភ្លេចខ្លួនឡើយផ្ទុយទៅវិញគេបានខិតខំទ្វេជាពីរដើម្បីទទួលបានលទ្ធផលល្អជាងនេះទៅទៀតហើយគេបានអរគុណលោកអ៊ំនោះដោយចិត្តស្មោះអំពីទង្វើដ៏ល្អរបស់លោកអ៊ំក្រោយមកមិនថាមករាមាននៅបញ្ហាអ្វីគេតែងតែដោះស្រាយវាម្ដងមួយដោយអត់ធ្មត់បំផុតក្រោយមកមករាក៏មិនភ្លេចជួយដល់អ្នកមានអាការៈដូចខ្លួនពីមុននោះដែរដោយឲ្យនៅចង្កូតទៅដល់អ្នកទាំងអស់នោះមករាក៏បានបង្កើតនៅមជ្ឈមណ្ឌលចែករំលែកចំណេះដឹងហើយក្លាយទៅជាបុគ្គលដែលធ្វើដំណើរតាមគោលដៅជីវិតដ៏ច្បាស់លាស់របស់ខ្លួនបែបនេះហើយទើបមានពាក្យស្លោកមួយដែលលើកឡើងថាមនុស្សអត់វិជ្ជាដូចនាវាអត់ចង្កូត